ចាសួស្តីប្រិយមិត្តទាំងអស់គ្នានេះគឺយើងមកបន្តសាច់រឿងយើងទៀតហើយដោយសាច់រឿងគឺមានដូចតទៅថ្ងៃភ្ជុំបិណ្ឌភ្លៀងធ្លាក់មិនដាច់គ្រាប់ធ្វើឲ្យចិត្តស្រទន់តាមបរិយាកាសជីវ័នលើកស្រាផឹកជាបន្តបន្ទាប់ដើម្បីកម្ដៅពោះកុំឲ្យត្រជាក់ពេកមាននុកមិនសូវចំណាប់ខាងផឹកស្រាទេតែមីងម៉ាឡៃចេះតែបង្ខំគាត់ប្រសពធ្វើគ្រឿងក្លែមណាស់ហើយអានីនអង្គុយញញឹមចំអន់លេងពីនេះពីនោះធ្វើឲ្យជីវ័នមាត់រអិលតាមពិតទៅអ្នកមីងដែលជាជើងឆោតមួយរូបក្នុងល្បិចតាក់ប្រុសនេះគាត់មានគម្រោងការជាស្រេចសម្រាប់ជាធ្នាក់ខ្មៅងងឹតគាត់បានលួចលាយថ្នាំសម្រាប់ក្នុងសុរាឲ្យជីវ័នផឹកកំឡោះទន់ខ្លួនខុសធម្មតាគេនឹកថាគេដូចជាមិនធ្លាប់ស្រវឹងយ៉ាងនឹងសោះម៉ោង 7 យប់ទៅហើយជីវ័នសុំលាអ្នកមីងម៉ាឡៃនិងអានីនត្រឡប់មកផ្ទះវិញតែគេធីងធុងទប់ខ្លួនស្ទើរតែមិនជាប់មីងឆោតឆាយញញឹមញាក់ភ្នែកដាក់កូនខំទៅទាំងស្រវឹងតិចមានគ្រោះថ្នាក់ណាក្មួយសម្រាប់ផ្ទះមីងមួយយប់ទៅអានីនមើលរៀបចំកន្លែងឲ្យក្មួយជីវ័នផងជីវ័នទទួលអារម្មណ៍ដែលថាដីក្រឡាប់កាប់ផ្ងាចិត្តគេជ្រួលច្របល់ស្រើបស្រាលចម្លែកហាក់ដូចជាមានអ្វីម្យ៉ាងដែលចាំបាច់បំផុតផ្នែកព្រើស្រវាំងគេហាក់ដូចជានៅចាំគឺអានីនដែលជាអ្នកគ្រាគេចូលបន្ទប់តូចមួយរៀបចំស្អាតបាតប្រុសកំឡោះដែលធ្លាប់តែត្រឹមត្រូវមិនធ្លាប់ចុះស្នាមក្នុងឆាកជីវិតមិនអាចដឹងបានទេថាមនុស្សលោកមានច្រើនជំពូកទីបំផុតគេត្រូវធ្លាក់ក្នុងសំណាញ់យ៉ាងញឹករបស់អ្នកស្រីម៉ាឡៃម៉ានីនស្រីឆើតអាចចាត់ទុកបានថានាងជាផ្កាកុលាបមួយតងដែលកំពុងលាស្រទាប់រងចាំទឹកសន្សើមរាងកាយដ៏ល្វឹតល្វន់ដែលគ្រាគេយ៉ាងស្និទ្ធមានក្លិនក្រអូបប្រហើរជីវ័នទប់មិនឈ្នះទេកម្លាំងអូសទាញដោយតណ្ហាមានឥទ្ធិពលណាស់គេមិនដឹងខ្លួនថាគេបានប្រព្រឹត្តអ្វីខ្លះដើម្បីរំលាយចិត្តពុះកញ្ជ្រោលនោះទេនៅពាក់កណ្ដាលអធ្រាត្រជីវ័នហាក់ស្វាងពីសុបិនដល់ចង្រៃគេស្រាក្បាលស្ទុះងើបផ្លែតទាំងមមីមមាំងស្រាប់តែធ្លាក់ថ្លើមក្ដុកព្រោះក្រឡេកឃើញអានីនមានខ្លួនទទេស្អាតដេកក្រាបលើទ្រូងគេដែលមានខ្លួនទទេស្អាតដូចគ្នានៅក្នុងបន្ទប់តូចនេះតើគេបានធ្វើអ្វីទៅពធមានន័យថាគេបានប៉ះពាល់រូបរាងកាយរបស់នាងដោយអំណាចស្រវឹងឬនិយាយលែងចេញជីវ័នធ្វើផ្នែកស្លើអានីនដែលមានល្បិចកាត់តាមម្ដាយធ្វើជាភ្ញាក់ដឹងខ្លួនហើយស្រវាយរកស្បៃមកដណ្ដប់ខ្លួននាងស្រស់ឆើតឆាយងាកបែរខ្នងយំសពសួលធ្វើឲ្យជីវ័នរន្ធត់ក្នុងចិត្តកំឡោះស្ទុះងើបចាប់ស្មាស្រីអានីនហេតុអីក៏ទៅជាយ៉ាងហ្នឹងបងនាងបែរភ័ក្រដែលដិតដាមដោយទឹកភ្នែកសម្រាប់ចិត្តអ្នកកំឡោះឲ្យខ្លោចចិត្តឥតព្រំដែនអានីនស្រវាអោបប្រុសដោយក្តីស្រឡាញ់ពេញចិត្តបងជីវ័នឲ្យអូននិយាយថាម៉េចទៅកុំបោះបង់អូនណាបងព្រោះតែអូនស្រឡាញ់បងទើបអូនមិនហ៊ានប្រកែកនឹងកម្លាំងពុះពៀរបស់បងឥឡូវរូបកាយអូនជ្រុលអស់ហើយមានតែសុំក្តីអាណិតពីបងប៉ុណ្ណោះទេជីវ័នជាបុរសដែលមានចិត្តអាណិតអាសូរច្រើនគេមិនអាចប្រកែកបានទេនៅកំហុសក្នុងរាត្រីនេះដោយសារកម្លាំងថ្នាំវុវីគេមិនទាំងដឹងថាគេបានធ្វើអ្វីខ្លះផងហើយកំឡោះមិនដឹងបន្តិចណាសោះថាម៉ានីនជាស្រីមិនបរិសុទ្ធនឹកស្មានថាគេជាអ្នកបំផ្លាញក្តីបរិសុទ្ធរបស់នាងមេនុបអោបនាងយ៉ាងណែនឈប់យំទៅអានីនបងមិនបោះបង់អូនចោលទេមួយជីវិតនេះ
ជីវ័នមិនដែលធ្វើបាបនារីណាឲ្យស្រក់ទឹកភ្នែកដោយសារខ្លួនឡើយបងនឹងដោះស្រាយរឿងយើងឲ្យបានស្រួលអូនកុំព្រួយពីថ្ងៃនេះទៅអានីនជាប្រពន្ធបងហើយម៉ានីនសប្បាយចិត្តណាស់ក្រាបលើទ្រូងគេគ្មានរបេះជីវ័នឆាប់ងើបពីងងឹតក្រោយបារម្ភខ្លាចម្ដាយអ្នកភ័យខ្លាំងព្រោះអ្នកបាត់មួយយប់ហើយដោយគ្មានដំណឹងកំឡោះអោនថើបអានីនមួយសើតយ៉ាងស្រាលហើយអោនសួរតិចតិចម៉ាក់នៅឯណាបងជួបគាត់មួយផ្លែតសិនព្រោះបងប្រញាប់ទៅផងម៉ាក់បងបាត់បងមួយយប់យ៉ាងនេះភ័យស្លាប់ហើយចាគាត់នៅសម្រានក្រៅឯណោះមិញម៉ាឡៃមានគម្រោងការថាបើជីវ័នមិនទទួលស្គាល់ម៉ានីនគាត់នឹងយកលេសនេះទៅប្តឹងជីវ័នឲ្យសងជំងឺចិត្តគាត់យ៉ាងច្រើនតែពេលឃើញគេព្រមទទួលកំហុសស្រឡាញ់មិនបោះបង់អានីនចោលគាត់ក៏នៅស្ងៀមវិញម៉ាក់ខ្ញុំសុំទោសចំពោះអំពើឆ្កាំឆ្គងទាំងនេះសូមម៉ាក់កុំបារម្ភខ្ញុំសូមជូនម៉ាក់50000រៀលរៀបចំបន្តិចបន្តួចសិនចុះកុំឲ្យខុសចាស់ទុំខ្ញុំជម្រាបម៉ាក់តាមត្រង់ចុះម្ដាយខ្ញុំគាត់ប្រកាន់ណាស់ខ្ញុំមិនទាន់ហ៊ានប្រាប់គាត់ភ្លាមទេតែម៉ាក់ជឿខ្ញុំចុះថាខ្ញុំទទួលស្គាល់អានីនជាប្រពន្ធខ្ញុំហើយខ្ញុំនឹងចិញ្ចឹមរក្សានាងរហូតធ្វើម៉េចធ្វើឲ្យស្រួលណាកូនកុំរត់ចោលអានីនបានហើយជីវ័នចេញផុតអានីនស្ទុះមករកម្ដាយទាំងញញឹមម៉ាក់បងជីវ័នគ្មានដឹងអីសោះត្រូវថ្នាំហើយមិននឹងដឹងកើតចុះម៉ាក់មិនបង្ខំឲ្យគាត់រៀបការជាមួយខ្ញុំឲ្យពេញច្បាប់ទុករបៀបលួចលាក់អីអញ្ចឹងឬកុំទៅខ្វល់ឲ្យតែគេព្រមទទួលស្គាល់យើងលួចលាក់ក៏វាមិនអីដែរឲ្យតែមានលុយចាយបរិបូរណ៍កូនគេអ្នកមានចង់ឲ្យគេពេញមុខមិនងាយទេកូនជីវ័នបើកឡានមកផ្ទះវិញទាំងអារម្មណ៍វាយមាយម៉ាក់ប្រកាន់ណាស់រឿងកូនប្រសាតើត្រូវដោះស្រាយយ៉ាងម៉េចដើម្បីឲ្យម៉ាក់ទទួលស្គាល់អានីនជាកូនប្រសាមិនស្មានថាទីបំផុតគេត្រូវក្លាយជាមនុស្សរើសប្រពន្ធចិត្តឯងយ៉ាងនេះសោះតើម៉ាក់គេខឹងយ៉ាងណាចំជាពិបាកមែនត្រឹមអានីនមិនអីទេវាទាស់ម្ដាយអានីនមានរឹកពីមិនសមជាចាស់ទុំសោះម្ដាយគេពិតជាមិនអាចធ្វើជាដន្លងជាមួយម្ដាយអានីនបានទេពិបាកចិត្តពេកជីវ័នក្រាបក្បាលលើចង្កូតឡានដោយក្តីកង្វល់ចាក់ស្រេះកំឡោះសម្រេចចិត្តលាក់រឿងផ្ទាល់ខ្លួនសិនទុកចាំឱកាសល្អដោះស្រាយទៀតមកដល់ផ្ទះអ្នកស្រីរត់កំពុងចាត់ចែងឲ្យគេដើររកកូនខ្វាត់ខ្វែងមួយយប់នេះអ្នកស្រីមិនបានសម្រានតភ្លឺជីវ័នមានវិប្បដិសារីជាខ្លាំងគេរត់ទៅអោបម្ដាយបញ្ជាក់ប្រាប់ថាគេទៅជប់លៀងផ្ទះពួកម៉ាក់ស្រវឹងជ្រុលមកមិនរួចអ្នកស្រីបន្ទោសយ៉ាងច្រើនព្រោះគាត់ភ័យខ្លាំងណាស់ជីវ័នបានទិញផ្ទះមួយយ៉ាងស្អាតឲ្យម៉ានីននៅគេស្រឡាញ់ប្រពន្ធណាស់តាំងពីគ្រឿងអលង្ការរហូតដល់សម្លៀកបំពាក់គឺគ្មានឲ្យនាងខ្វះអ្វីទាំងអស់ជីវ័នឈប់ឲ្យនាងទៅធ្វើការហើយធ្វើកម្មកររោងចក្រហត់នឿយណាស់ក្អែកខ្មៅឆ្លក់វង្វេងនឹងឋានៈហង្សមាសគឺជាជំពូកមនុស្សពិបាកនិយាយជាទីបំផុតជីវ័នទៅការដ្ឋានទឹកឈូបាត់ទាល់តែល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យទើបឆ្លៀតបានមកផ្ទះភ្នំពេញហើយក៏ឆ្លៀតទៅជួបអានីនពេលទំនេរហួសធ្វើឲ្យស្រីល្អនេះមានចិត្តអផ្សុកបែកគំនិតចូលចង់លេងល្បែងជាមួយម្ដាយអាងលួយប្តីទុកឲ្យទាំងខ្ជាក់ណាមួយជីវភាពក៏ធូរធារលែងខ្វះខាតដូចមុនទៀតថ្ងៃនេះចាញ់បៀអស់លុយមួម៉ៅទាំងម្ដាយទាំងកូនអានីនចុះសេកូនឹងទុកធ្វើអី
លក់យកលុយសងគេទៅប្រយ័ត្នគេមកទារលុយប្តីឯងដឹងណាហឹខ្ញុំខ្លាចបងដឹងដល់ហើយម៉ាក់យើងពិតជាប្រាប់គាត់ថាមិនទៅម៉ាក់យើថាដោះងូតទឹកវាភ្លេចឥឡូវបាត់ទៅហើយតួនគេកំពុងស្រឡាញ់ឥឡូវខំបូមបន្តិចទៅកូនជឿម៉ែព្រោះម៉ែធ្លាប់មានបទពិសោធន៍មុនកូនពួកល្បែងបៀមែនតែនអានិនបែកគំនិតលែងខ្លាចប្តីឯជីវ័នប្រៀបដូចក្មេងតូចល្ងងខ្លៅគេដឹងតែពេលមកជួបអានិនម្ដងនាងស្រឡាញ់បំបងអង្អែលលុកចិត្តអាណិតនាងគ្រប់នាទីតែមាននប់មកតែពេលល្ងាចទេយប់ឡើងគេទៅផ្ទះវិញខ្លាចម្ដាយដឹងរឿងភ្នំពេញទទិញជាប់ចិត្តថ្ងៃអាទិត្យគេបើកឡានចូលដល់ក្នុងរបងផ្ទះក្រឡេកឃើញប្រពន្ធស្លៀកចោមពងបង្ហាញសាច់សខ្ចីកំឡោះសាច់ស្រស់លាតរង្វង់ដៃទទួលនាងដែលរត់ចេញពីបន្ទប់ទឹកមកជីវ័នបីប្រពន្ធក្រវីលេងដោយក្តីនឹករលឹកអានិនបែកអូនមួយអាទិត្យបងសែននឹករលឹកអូនអបសុខទេបងធ្វើការយូរអញ្ចឹងចាអបសុខហើយនឹកបងណាស់ប្តីសម្លាញ់សុំឲ្យចិត្តបងនៅអាណិតអានិនរហូតណាបងកុំប្រែក្រឡាស់បំភ្លេចអូនឲ្យវេទនាណាកុំនិយាយផ្ដេសផ្ដាសអានិនអូនហើយខ្សែកនៅណាហើយមិនក៏អូនមិនពាក់វាអានិនរៀងភ័យដែរចាអូនធ្វើបាត់ទៅហើយបងកុំខឹងនឹងអូនណាបងឃើញប្រពន្ធធ្លាក់ទឹកមុខបែបភ័យជីវ័នអោនទៅថើបកញ្ចឹងកនាងស្រាលកុំភ័យបាត់ចោលចោះធ្វើម្ដេចបើបាត់ទៅហើយចាំបងទិញឲ្យមួយខ្សែទៀតអូប្តីសម្លាញ់បងល្អនឹងអូនណាស់អូនសូមអរគុណនឹងបងជាមុនឲ្យជីវ័ននៅលងខ្លួននឹងសំណាញ់ជីវិតនេះសិនចុះយើងក្រឡេកមើលក្នុងរង្វង់គ្រួសារលោកស័ក្តិសុវណ្ណវិញសម្គាល់ដើរផឹកស៊ីគ្មានពេលណាស្រាកស្រានសោះព្រោះតែខកចិត្តរឿងម្ដាយមីងមិនព្រមគិតគូររឿងសយណាធ្វើឲ្យអ្នកស្រីរំចង់ពិបាកចិត្តក៏សម្រេចពិគ្រោះជាមួយស្វាមីបងខ្ញុំមានរឿងមួយចង់ពិគ្រោះជាមួយនឹងបងបន្តិចសម្គាល់ឥឡូវវាភ្ញាក់ខ្លួនច្រើនណាស់វាស្រឡាញ់សយណាហួសហេតុបងគួរតែអាណិតក្មេងសំគុំឲ្យវាទៅបានប្រពន្ធដូចសយណាសម្គាល់វាពិតជាការចិត្តគំនិតវិញជាមិនខានបងដឹងទេសំណាបយោងដីស្រីយោងប្រុសណាថាម៉េចសម្គាល់វាចិត្តឈួតហើយឬអូនដឹងទេថាវាជាសាច់ញាតិនឹងគ្នាដែរណាតែជាសាច់ញាតិឆ្ងាយទេតើបងហឹទោះជាយ៉ាងណាក៏សម្គាល់ខ្វះលក្ខណៈគ្រប់បែបយ៉ាងក្នុងនាមជាកូនប្រសារយើងបងមិនអោយសយណាមានប្តីធន់នេះបានទេរឹករៀងវាដូចមនុស្សព្រៃអញ្ចឹងម្ដាយសយណាស្លាប់ដោយសារអ្នកណាអូនត្រូវយល់ថាបងនិងអូនរស់យ៉ាងសប្បាយលើគំនរទឹកភ្នែកនារីម្នាក់សយណាជាឈាមកំសត់បំផុតយើងមិនត្រូវអាងខ្លួនជាឪពុកម្ដាយគេមកតម្រូវឲ្យវេទនាគ្រោតគ្រាតតាមការអោបក្រសោបសាច់ញាតិនោះទេអូនពិចារណាខ្លួនឯងចុះតើសម្គាល់ជាមនុស្សរបៀបណាដែរអ្នកស្រីខ្លាចចិត្តប្តីដែរតែខ្ញុំជឿថាគ្រូល្អសិស្សល្អដែរណាសយណាវាប្រកាសជាធ្វើឲ្យសម្គាល់ភ្ញាក់ខ្លួនបានណាបងណាហើយឈប់យកមកនិយាយជាមួយបងទៀតនិស្ស័យនឹងទម្លាប់មនុស្សវាមានមកតាំងពីកំណើតម្ល៉េះតែវាមិនឡើងទេសពថ្ងៃតាមរឹកពីវាពេលបងប្រដៅម្ដងវាចង់ស្ទុះមកសងគុណភ្លាមផងពិបាកនិយាយណាស់អាក្មេងពីលរបៀបនេះអ្នកស្រីរំចង់លែងហ៊ានតសម្គាល់ដឹងថាលោកពូបដិសេធកាន់តែក្តៅឡើង
គេដើរចុះដើរឡើងទាំងចិត្តមួមងពេញក្នុងបន្ទប់ដេកក៏លេចមកមើលជីវិតជីវ័នវិញម្ដងជីវ័នមិនដែលមកផ្ទះប្រពន្ធគេក្រៅពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេស្រាប់តែថ្ងៃនេះកំឡោះមកតាំងពីថ្ងៃអង្គារតែរកអានីនមិនឃើញផ្ទះបិទទ្វារជិតគេងឿយឆ្ងល់ណាស់គេឈររេរអស់ចិត្តស្រាប់តែឃើញអានីនជិះស៊ីក្លូមកដល់ក្រឡេកឃើញប្តីម៉ានីនភ្ញាក់ព្រឺតហាបងមកខុសថ្ងៃអីចឹងអូនអត់ដឹងបានជាទៅសារយូរតាមពិតនាងមកពីវង់លបែងសោះបំរុងមកងូតទឹកឲ្យជ្រះចង្រៃបន្តិចនឹងត្រឡប់ទៅវិញដល់ឃើញប្តីមកខុសពេលវេលានាងបុកពោះតែម្ដងជីវ័នញញឹមស្ងួតចូលក្នុងសិនមកអូនបងប្រាប់រឿងមួយអូនកុំចាំមើលផ្លូវបងអីក្នុងរយៈពេលកន្លះខែនេះបងត្រូវទៅបាងកកចូលរួមថ្ងៃបុណ្យខួបក្មួយប្រុសបងណាបងស្រីបងតើបនឹងសម្រាលបានកូនប្រុសមួយនឹងទេបងត្រូវទៅដោយខានមិនបានបងខ្លាចអូនមិនដឹងហើយចាំបងព្រោះស្អែកបងចេញដំណើរហើយម៉ានីនស្រវាអោបប្តីគេនាងជាស្រីទន់សោយមួយរូបដូចនារីដតីត្រូវការថ្នាក់ថ្នមពីប្តីរៀងរាល់ពេលវេលាតែស្ថានភាពជីវ័ននិងរូបនាងហាក់ដូចជាដាច់ឆ្ងាយពីគ្នាណាស់បានជួបមុខម្ដងធ្វើឲ្យអានីនសោកសៅចម្លែកជីវ័នដកដង្ហើមធំផ្ងើយចង្កានាងកុំពិបាកចិត្តពេកអានីនបងដឹងថាអូនព្រួយណាស់ព្រោះបងមិនបានរស់នៅក្បែរអូនដោយប្តីគេឯទៀតមិនយូរទេបងនឹងរកឱកាសជម្រាបម៉ាក់ឲ្យទទួលស្គាល់អូនជាប្រពន្ធពេញមុខណាអានីនម៉ានីនញញឹមស្រស់ភ្លាមមែនឬបងចុះបងតែកន្លះខែមិនຕົកលុយឲ្យអូនចាយទេឬបងមិនដែលភ្លេចអូនទេណាប្រាក់ខែបង 50000 រៀលអូនទុកទាំងអស់ចុះបងមានចាយហើយអានីនថោបថ្ងាសប្តីដោយមញិមញក់ទីក្រុងបាងកកដ៏ធំធេងសម្បូរដោយកន្លែងល្អប្រណិតក្នុងសួនសត្វទេសចរទាំងឡាយកំពុងដើរកម្សាន្តជីវ័នក៏ស្ថិតក្នុងចំណោមនោះដែរកំឡោះកំពុងថតយករូបសត្វល្អបងថ្លៃគេជាវិស្វករដែរផាណាអង្គុយលើឡានជាមួយភរិយា3កូនប្រុសអាយុជាង1ខែញញឹមមករកគេអ្នកបងញញឹមឲ្យស្រស់ណាខ្ញុំថតទាំងអស់គ្នាយកទៅផ្ញើម៉ាក់ឈប់សន្លប់ហើយឬនៅអូនពិបាកណាស់បងជំងឺសោយបេះដូងមិនងាយមើលជាទេផារិនពួកម៉ាក់ខ្ញុំតែងមកពិនិត្យម៉ាក់រាល់អាទិត្យឲ្យតែគាត់ពិបាកចិត្តរកតែកាំងបេះដូងមួយរំពេចហ្នឹងតែខ្ញុំខំយកចិត្តគាត់ណាស់មិនដែលហ៊ានឲ្យគាត់ពិបាកចិត្តរឿងអ្វីទេល្អណាស់អូនពៅបងក៏ជឿដែរថាអូនល្អប្រសើរណាស់មិនដូចបងប្រុសឯងនេះទេខូចគ្មានលេខដាក់ផាណាទះក្បាលប្រពន្ធតិចណែអូនវីកុំប៉ិនរករឿងពេកណាបងរស់នៅជ្រងោខូចពីអង្កាំគេអស់សំណើចព្រមគ្នានេះជាបរិយាកាសដ៏រីករាយជាមួយពេលជួបជុំគ្រួសារជីវ័នទៅតែមកបាងកកបានមួយអាទិត្យស្រាប់តែមានសម្បត្តិមួយមកពីស្រុកខ្មែរដាក់ថាប្រញាប់ជីវីរត់យកសម្បត្តិឲ្យមកប្អូនពៅណែសម្បត្តិម៉ាក់ផ្ញើមកឲ្យប្អូនណាមានរឿងអីក៏ម៉ាក់ដូចជាបន្ទាន់ម្ល៉េះជីវ័នហែកសម្បត្តិយ៉ាងរហ័សរួចអានមកដល់កូនប្រុសនិងកូនស្រីជាទីនឹករលឹកជីវិតម៉ាក់នឹកកូនណាស់តែកូននៅឆ្ងាយពិបាកនឹងទៅមកម៉ាក់ឃើញកូនត្រឹមតែរូបថតធ្វើម៉េចកូនស្រីត្រូវតែតាមប្តីជាការចាំបាច់នៅសល់តែជីវ័នទេ
ដែលម៉ាក់មានសង្ឃឹមថាដល់ពេលមានប្រពន្ធទៅនៅថែរក្សាម៉ាក់ដែលចាស់ជរាជីវ័នកូនពៅពេលនេះម៉ាក់បានសម្រេចចិត្តដណ្ដឹងប្រពន្ធឲ្យកូនហើយព្រោះម៉ាក់ទុកពេលឲ្យកូនរើសយូរមកហើយដែរតែកូនចេះតែអញ្ចេះអញ្ចោះកូនស្រីដែលម៉ាក់ដណ្ដឹងមានចរិយាល្អប្រពៃណាស់ត្រកូលក៏ខ្ពង់ខ្ពស់កូនត្រូវតែត្រឡប់មកវិញនៅពេលបានទទួលសម្បត្តិនេះជាប្រញាប់ដើម្បីរៀបការក្នុងពេលឆាប់នេះម៉ាក់បានសម្រេចជាមួយគេរួចអស់ហើយព្រោះឪពុកក្មេកឯងជាទូតគាត់ត្រូវទៅធ្វើការនៅប្រទេសក្រៅផងគាត់ត្រូវចេញដំណើរនៅដំណាច់ខែនេះដូច្នេះទើបគាត់សម្រេចរៀបការកូនចៅឲ្យហើយម្ដាយរបស់កូនជីវ័នធ្លាក់ថ្លើមក្ដុករបូតសម្បត្តិចេញពីដៃយីចុះម៉ាក់សម្រេចអីម្នាក់ឯងយ៉ាងនេះទោះយ៉ាងណាក៏ត្រូវសួរខ្ញុំមួយម៉ាត់សិនដែរឃើញទឹកមុខប្អូនស្លេកជីវីងឿឆ្ងល់ហាមិនក៏ប្អូនពិបាកចិត្តទៅវិញម៉ាក់មិនដែលមើលលក្ខណៈស្រីខុសទេណាអូនឬមួយក៏អូនចង់រើសចិត្តឯងពិបាកនិយាយពេកជីវ័នក្តោបមុខទេខ្ញុំចង់ទៅសួរម៉ាក់ឥឡូវតែម្ដងបើសិនជាមានស្លាប់ហោះមិនក៏ម៉ាក់ធ្វើអីប្រថុយញិចម្ល៉េះយន្តហោះក៏ពពកដោយបេះដូងជីវ័នដែលកប់បាត់ក្នុងជម្រៅនៃក្តីទុក្ខព្រួយអានីនតើអូនពិបាកចិត្តប៉ុណ្ណាបើជីវ័នជាចម្ពោះជនបោកប្រាស់នោះទេបងមិនបោះបង់អូនទេបងមិនសម្លាប់អនាគតអូនទេតើឲ្យខ្ញុំនិយាយជាមួយម៉ាក់ថាម៉េចទៅមកដល់ផ្ទះមាននប់ក្រវែងកតាបខោអាវព្រុសដោយក្តីតប់ប្រមល់អ្នកស្រីរត់ស្ទុះមកទទួលកូនយីកូនឆាប់មកដល់ម្លេះជីវ័នម៉ាក់យល់ថាឆាប់ពេកឬបើតាមចិត្តខ្ញុំចង់មកតាំងពីម្សិលមិញផងតែមកមិនទាន់អ្នកស្រីលួចមើលមុខកូនឯងមិនសប្បាយចិត្តមែនទេជីវ័នរឿងដណ្ដឹងប្រពន្ធនេះប្រកាសហើយមិនម៉ាក់ចូលចិត្តសម្រេចតែម្នាក់ឯងម្ល៉េះខ្ញុំមិនទាន់យកប្រពន្ធទេម៉ាក់អ្នកស្រីបើកភ្នែកធំរាំងស្លុតក្នុងចិត្តថាម៉េចកូនប្រកែកឬអូជីវ័នថ្ងៃនេះម៉ាក់ទៅនឹងបានឃើញថាកូនខុសប្លែកច្រើនណាស់ម៉ាក់មិនដែលគិតឲ្យកូនអាក្រក់ទេបើកូនបានឃើញអនាគតប្រពន្ធរបស់កូននោះកូននឹងពេញចិត្តដូចម៉ាក់មិនខានម៉ាក់បានទៅជប់លៀងនៅផ្ទះលោករដ្ឋទូតនោះឃើញកូនស្រីគាត់មិនត្រឹមតែមានរូបស្អាតសម្រស់ខ្ពស់ទេកូនចរិយាក៏ល្អសុភាពស្លូតបូតចំណេះដឹងក៏ខ្ពង់ខ្ពស់ហើយធ្វើការខ្វែងដៃខ្វែងជើងគ្មានប្រកាន់រឹកពៀជាកូនអ្នកធំនោះទេបានជាម៉ាក់ហ៊ានសម្រេចព្រោះផារិនមិត្តឯងក៏ទៅជប់លៀងជាមួយម៉ាក់ដែរហើយគេឃើញនាងនោះច្បាស់ពេលម៉ាក់និយាយថាចង់បាននាងនោះជាកូនប្រសាគេប្រាប់ម៉ាក់ថាឲ្យសម្រេចចិត្តចុះព្រោះឯងមុខជាព្រមហើយនៅពេលដឹងរឿងនេះឥឡូវឯងឲ្យម៉ាក់យកមុខទុកឯណាបើឯងប្រកែកសម្លាប់ម៉ាក់ឲ្យហើយតែម្ដងទៅជីវ័នឃើញមុខម្ដាយស្លេកដង្ហើមញាប់ដោយអារម្មណ៍ព្រួយជីវ័នត្រជាក់ដៃស្រេបកំឡោះស្ទុះទៅទ្រាំម្ដាយឲ្យអង្គុយស្រួលបួលអោគុណអ្នកម្ដាយដ៏ធំមហិមាម៉ាក់យ៉ាងម៉េចហ្នឹងកុំគិតច្រើនកូនព្រមហើយកូនមិនបំបាក់មុខម៉ាក់ទេមែនឬកូនឯងព្រមដោយសុខចិត្តឬយ៉ាងណាតែព្រមរៀបការគឺវាចប់ហើយម៉ាក់នៅសួរកូនដល់ណាទៀតតែផារិននៅឯណាហើយកូនចង់ជួបវាខោកក្បាលវាម្ដងវាជាអ្នកមើលមកសម្រេចឲ្យខ្ញុំយកបើវាចំណាប់មិនក៏មិនការខ្លួនឯងទៅកុំបន្ទោសគេទៅលេងស្រុកបាត់ទៅហើយ
តែគេនឹងត្រឡប់មកឲ្យទាន់ពេលវេលាកូនឯងនៅអាទិត្យក្រោយនេះដែរព្រោះឪពុកក្មេកឯងប្រញាប់ទៅស្រុកក្រៅឆាប់ៗនេះបានជារហ័សគិតគូរឲ្យហើយកូនចង់ឃើញគូដណ្ដឹងកូនទេមិនបាច់ទេម៉ាក់ទោះពេញចិត្តឬមិនពេញចិត្តក៏ម៉ាក់សម្រេចរួចទៅហើយខ្ញុំចាំតែចូលខ្លួនរៀបការតែម្ដងទៅជីវ័នចូលដល់ក្នុងបន្ទប់ប្រេះដេកទាំងខោអាវមិនខ្ចីដោះគេនឹកក្តៅចិត្តនឹងស្រីណានោះអីក៏រឹកថោកម្លេះដូចជាចង់បានប្តីហួសមិនដែលឃើញមុខគេផងចេះតែព្រមរៀបការទៅកើតបើប៉ះប្តីប្រមឹកចាញ់ធាក់ចូលធាក់បែបសំមុខហើយមើលទៅខ្នាញ់នឹងប្រកែកមិនកើតជីវ័នស្រោចកំហឹងទៅលើអនាគតភរិយាស្អប់តតែមិនចង់ឃើញមុខអ្នកកំឡោះសម្រេចថារៀបការបំពេញមុខម្ដាយគេឲ្យចប់ព្រោះអាណិតម្ដាយពេកគេមិនអាចធ្វើឲ្យគាត់ពិបាកចិត្តឈឺដោយសារគេបានទេតែគេបដិញ្ញាថាមិនប៉ះពាល់ប្រពន្ធរៀបការឡើយកុំឲ្យពិបាកអំរែកពីបីបើគេសម្រេចចិត្តថាមិនចោលអានិនទៅហើយមិនត្រូវបំផ្លាញអនាគតនារីម្នាក់ទៀតទេត្រូវដោះស្រាយឲ្យស្រួលតាមគម្រោងការថ្មីរបស់គេជីវ័នស្កាត់ទៅជួបប្រពន្ធបញ្ជាក់ហេតុការណ៍ចៃដន្យប្រាប់នាងដំណឹងថ្មីនេះស្មុគស្មាញណាស់ធ្វើឲ្យមីងម៉ាឡៃបើកភ្នែកធំក្រឡោតឯអានិនវិញគិតតែពីដេកយំជីវ័នអង្អែលខ្នងនាងកុំយំអានិនបងពិបាកចិត្តណាស់បើបងភ្លេចអូនបងមិនមកប្រាប់ការពិតទេមីងម៉ាឡៃជ្រួញចិញ្ចើមអញ្ចឹងកូនឯងការអាទិត្យក្រោយនេះឬបាទម៉ាក់តែម៉ាក់ជឿចិត្តកូនចោះកូនមិនរវីរវល់នឹងនាងនោះទេកូនរៀបការឲ្យតែចប់ចាំរកលេសដោះស្រាយគ្នាក្រោយទៀតកូនមិនឲ្យអានិនវេទនាទេម៉ាក់ពិបាកណាស់តែរៀបការរួចគេមានសិទ្ធិគ្រប់គ្រាន់ឯអានិនកូនស្រីម៉ាក់វាបានតែទឹកភ្នែកប៉ុណ្ណោះម៉ាក់នៅតែមិនជាសម្ដីខ្ញុំទៀតធំនៅលើខ្ញុំទេតើបើខ្ញុំធ្ងន់ខាងណាខាងនឹងហើយម៉ាក់ខ្ញុំគាត់មិនដឹងដល់ពីជំរឿចិត្តខ្ញុំបានទេអានិនជូតទឹកភ្នែកចុះរូបខ្ញុំបានត្រឹមតែលួចលាក់របៀបនេះតើវាមានន័យអ្វីទៅតែអានិនក្នុងជំរឿចិត្តបងអូនជាប្រពន្ធពេញសិទ្ធណាឲ្យតែបងទទួលស្គាល់វាគ្រប់គ្រាន់ណាស់ទៅហើយអ្នកដតីមិនមែនមកថែរក្សាអូនជំនួសបងពីកាលណាឲ្យតែពិតខ្លាចតែបងកុហកអូនការឲ្យតែរួចខ្លាចអូនទៅរករឿងទេដឹងឈួតបើបងមានគំនិតអាក្រក់បដិសេធរូបអូននោះទោះអូនទៅរករឿងក៏គ្មានផោះតាងចោតបងដែរមានអ្នកណាដឹងឮបងត្រង់ប៉ុណ្ណឹងហើយអូននៅមិនជឿទៀតឲ្យបងពន្យល់ថាម៉េចទៅឥឡូវដើម្បីជាទំនុកចិត្តផ្ទាល់ខ្លួននិងដើម្បីបង្ហាញចិត្តស្មោះត្រង់នឹងប្រពន្ធបងហ៊ានដោះចិញ្ចៀនពេជ្រនេះឲ្យអូនទេជីវ័នភ្ញាក់ព្រឺតលើកចិញ្ចៀនពេជ្រជាកេរមរតកមកមើលពេជ្រមួយគ្រាប់នេះមានតម្លៃរាប់លានរៀលជាវត្ថុប្រចាំត្រកូលតែជីវ័នមិនរុញរាទេនាងជាប្រពន្ធទៅហើយគេដោះចិញ្ចៀនពេជ្រពីដៃឲ្យអានិនភ្លាមអូនអស់ចិត្តហើយឬនៅមីងម៉ាឡៃញញឹមស្រស់ភ្លាមឯអានិនស្ទុះទៅអោបប្តីនៅមុខម្ដាយខ្ជិលខ្មាស់អៀនអូនជឿចិត្តបងហើយអូនរងចាំបងគ្រប់ពេលវេលាកុំទៅចោលអូនយូរពេកណាបងអាទិត្យបែបជាប់រវល់អាទិត្យក្រោយបងមករកអូនហើយអានិនស្អែកដល់ថ្ងៃរៀបការហើយផ្ទះខាងជីវ័នក៏រវល់គ្រប់គ្នាឯផារិនត្រូវខកខានមិនបានមកចូលរួមថ្ងៃអាពាហ៍ពិពាហ៍របស់មិត្តគេផ្ញើតែសម្បត្តិមកសុំទោស
ព្រោះម្ដាយគេឈឺខ្លាំងដល់ថ្ងៃរៀបការទើបជីវ័នដឹងថាអនាគតប្រពន្ធគេឈ្មោះសយណាកូនស្រីលេខាធិការទូតសុវណ្ណមាណពចតឡាននៅមុខផ្ទះជួគ្រឿងចាំម្ដាយគេជាមួយអ្នកភ្នួងស្រាប់តែមានយុវជនសង្ហាម្នាក់ស្លៀកពាក់ទាន់សម័យបើកម៉ូតូមកឆាបគេតតែភ្ញាក់ដូចគេកន្ត្រាក់កំឡោះនោះចតម៉ូតូក្បែរជីវ័នសុំទោសបងប្រុសបងឯងនេះឬជាគូបំរុងការជាមួយសយណាក្នុងថ្ងៃស្អែកនេះជីវ័នស្រឡាំងកាំងតែគេមានទម្លាប់ម្យ៉ាងគឺស្លូតតែមានះណាស់បើមែនវាយ៉ាងម៉េចប្អូនសួរមានការអីកំឡោះនេះគឺសម្គាល់តែម្ដងគេខំមាត់បើមែនខ្ញុំសូមប្រាប់ថាសយណាគឺជាសង្សារបដូរផ្ដាច់របស់ខ្ញុំណាបើចង់សុខគួរកែខ្លួនមុនទៅនាងមិនអាចក្លាយជាកម្មសិទ្ធិរបស់អ្នកណាបានជាដាច់ខាតជីវ័នហួសចិត្តអូបើនេះជាសង្សាររបស់ប្អូនមិនដណ្ដឹងការទៅចាំបាច់មកប្រមានខ្ញុំធ្វើអីសម្គាល់ញាក់ស្មាធ្វើម៉េចដណ្ដឹងបានបើខ្ញុំគ្មានបុណ្យវិស្វករដូចលោកឯងមិនមកផ្កើនសម្ដីឬណែកុំរៀនសម្ដីហួសមៀតពេកតើប្អូនឯងមកនេះចង់សម្លុតឬចង់សម្រួលខ្ញុំមិនខ្លាចប្អូនឯងទេណាតែបើនិយាយស្រួលខ្ញុំមិនដណ្ដើមបេះដូងអ្នកណាទេខ្ញុំប្រកល់ឲ្យវិញព្រោះចំណុចនេះវាត្រូវចិត្តខ្ញុំផងសម្គាល់ស្រ័យទឹកមុខនិយាយស្រួលបួលវិញមែនឬបងឯងកុំឆក់ស្នេហាខ្ញុំអីខ្ញុំមិនភ្លេចគុណបងឯងទេនាងពិតជាស្រឡាញ់បដូរផ្ដាច់នឹងប្អូនឯងមែនឬបាទមែនល្អឥឡូវយើងសម្រេចគ្នាអញ្ចេះចុះស្អែកជាថ្ងៃរៀបការវាជាកិត្តិយសធំបំផុតប្រចាំវង្សត្រកូលហេតុដូចនេះខ្ញុំត្រូវតែរៀបការតាមម្ដាយខ្ញុំឲ្យរួចរាល់តែខ្ញុំហ៊ានសន្យាថាខ្ញុំមិនប៉ះពាល់នាងទេយើងដឹងតែត្រឹម2នាក់យើងបានហើយរៀបការរួចយើងសម្រួលគ្នាស្ងាត់បងប្រកល់នាងឲ្យប្អូនវិញបើប្អូនឯងមិនជឿចាំទទួលនាងចុះបើមិនជឿមិនទុកចិត្តបងមិនដឹងធ្វើមិនដេចដែរសម្គាល់នឹកថាគេធ្វើអីក៏មិនកើតដែរព្រោះខ្លាចលោកពូគេទើបសុខចិត្តស្ដាប់សម្ដីជីវ័នគេដឹងថាទោះជាយ៉ាងណាក៏រឿងរ៉ាវថ្ងៃនេះគ្មាននរណាដឹងដែររឿងនេះធ្វើឲ្យជីវ័ននិងសយណាមិនសប្បាយចិត្តនឹងគ្នាដោយសារសម្ដីចាក់រុករបស់គេតែប៉ុណ្ណោះក៏ស្ងប់ចិត្តបន្តិចដែរឥឡូវសម្រេចអីចឹងចុះខ្ញុំមកជួបបងនៅអាទិត្យក្រោយទៀតយកព្រមជីវ័ននឹកស្អប់គូដណ្ដឹងខ្លួនកាន់តែខ្លាំងមានសង្សាររឹកដូចយូរតែងតួគ្មានរបៀបមិនដឹងនាងនោះជាស្រីរបៀបមិនទៅក៏តែម៉ាក់ចាស់តែល្អណាស់ហើយមិនបាច់និយាយច្រើនទេតារួចនិយាយជាមួយនាងសយណាផ្ទាល់ម្ដងដោះស្រាយរឿងផ្ទាល់ខ្លួនដូចគ្នាភ្លេងការកក្រឹមគួរឲ្យសំណោះខ្លួនកូនកំឡោះមុខក្រៀមផ្អែសនៅពេលកូនក្រមុំចេញមកលាងជើងឲ្យកំឡោះជីវ័នភ្ញាក់ដូចធ្លាក់ក្នុងជ្រោះដ៏ជ្រៅហាគឺនាងទេអញ្ចឹងបានជាផារិនហ៊ានអះអាងថាគេពិតជាព្រមអូផារិនស្មានខុសហើយបើឆ្នាំមុនប្រហែលជាដូច្នោះមែនតែមួយឆ្នាំកន្លងមកនេះអ្វីប្រែប្រួលអស់រលីងជីវ័នឈ្ងោកមុខជ្រប់ឡើងហ៊ានមើលនាងតទៅទៀតឯកូនក្រមុំវិញមានភាពអៀនព្រានណាស់នាងមិនហ៊ានទាំងមើលមុខគេផងសម្គាល់នឹងកេសរមិនចូលរួមថ្ងៃសយណានេះទេព្រោះពួកគេមិនសប្បាយចិត្តរៀងខ្លួនចាសួស្តីអ្នកទាំងអស់គ្នារឿងនេះសូមឆ្លេះប៉ុណ្ណេះសិនរងចាំនៅភាគបន្តទៀតខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាកំសាន្តអារម្មណ៍បន្តទៀតសូមអរគុណ